វាបដោះយល់ទេអញ្ចឹងខ្ញុំមិនផ្ទុះស្លាប់ទៅហើយទេយើង4នាក់ឯងនិយាយច្រើនជាងគេដូចតួឯងទៅហើយត្រូវយកពីតួនាទីរបស់ខ្លួនឯងគឺជាតួរងតួរងឲ្យនិយាយតែពីគ្នាទេហ៎នេះគឺជាតួរងហ៎ធ្វើអញ្ចឹងមិនស្មើព្រាមទេឯងដែលចង់ទៅយកពីធေါ်ទេឯងចង់មានជីវិតអមតៈទេខ្ញុំមិនអត់ខ្ញុំនិយាយដូចជាសម្រាប់ខ្ញុំទៅហើយនៅជីវិតអមតៈស្អីទៀតនៅមានឯងទៀតឆាប់រកវិធីជួសជុលក្បាលឯងទៅយកថ្មនេះទៅហើយឲ្យខ្ញុំទៅរកនៅណាទៅឯងទៅអត់ហាទៅអត់អើយពួកអត់នេះសាច់ច្បាំងទី2បាត់សាច់ច្បាំងធំហើយលេខស្អីដឹងកុំឲ្យយើងប្រើស្នៀតចុងក្រោយអមមិនក៏ឯងចេះតែរត់អញ្ចឹងឯងអត់ចង់ទៅយកកពីធေါ်ទេហ៎ណែខ្ញុំគិតថាយកតែពីរអាចបដូរគ្នាបានបើគេមិនចូលចិត្តនិយាយសំធ្វើជាអាសាខ្ញុំធ្វើជាស៊ុនអូខុងអញ្ចឹងអាចនិយាយវិញបានហើយឯងគ្មានអីអន់ជាងអ្នកផ្សេងទេឯងត្រូវតែមានជំនឿចិត្តអាចធ្វើជាសងខាងបានក្នុងចំណោមពួកយើងឯងធំជាងគេសខាជាងគេប្រកាសជាល្អឥតខ្ចោះតាមស្រួលថាតាមខ្ញុំចាំនិយាយតាមខ្ញុំណាខ្ញុំជាមហាទេពស្បើមេឃខ្ញុំចូលចិត្តនិយាយឲ្យខ្ញុំនិយាយទៅមហាមេឃចិត្តត្រូវហើយតែនៅមិនទាន់ត្រូវទេមហាទេពស្បើមេឃមហាស្បើមេឃសាច់ច្បាំងធំលោកគ្រូត្រូវបិសាចចាប់ហើយសាច់ច្បាំងធំលោកគ្រូទៅសាច់ច្បាំងទី2ត្រូវបិសាចាប់ហើយអ្នកណាគេឯងបានពុកមកនេះពីណាមកខ្ញុំលួចពីសាច់ច្បាំងធំឯណាពីអ្នកទៀតនៅខាងណខាត់បានយ៉ាងម៉េចហើយខ្ញុំជាសង្ឃសង្ឃជីតាសង្ឃជីតាយើងឲ្យឯងធ្វើជាសង្ឃជីតាអីហ៎កុំគាត់យើងត្រូវសម្រាប់វាលែងយើងសម្រាប់វាលែងយើងគេបង្រៀនរបស់ឯងគ្មានបានផលទេតែអត់ធ្មត់យើងឯងធ្វើទៅគ្មានអីពិបាកទៅគ្រាន់តែបង្រៀននិយាយតាហើយបានកៅអៅនេះពីណាមកយកពីមនុស្សចំបើហើយចុះនេះទៅយកពីស្រែទៅលួចខ្ញុំក៏បានទុកអស់ឲ្យកសិករដែរទុកថាយល់ហើយមកលោកគ្រូបង្រៀនឯងឯងត្រូវរកបំពេញខ្លះទៀតនេះរេទៅនេះដូចជាធ្វើអាពីពេកហើយនិយាយតែពីឃ្លាទេខ្ញុំមិនមែនទេខ្ញុំទៅបងអូននេះជាថ្មសម្លៀកក្បិតបើឯងមិនសប្បាយចិត្តសម្លៀកប៉ែលឯងទៅមហាទេពស្មើមេឃគឺមហាទេពស្មើមេឃស្មើមេឃអើយបាទហើយកុំផឹកធ្វើចិត្តស្គប់កុំផឹកអីស្គប់អារម្មណ៍ទៅហើយបាទហើយស្គប់អារម្មណ៍ទៅកុំផឹកអីបាទហើយឈប់បាទហើយឈប់ទៅឈប់បាច់ទៅងាប់ទៀតហើយបាទហើយទុកពេលឲ្យតែច្បល់ធំតិចទៀតទៅបាទហើយកុំផឹកខ្លាំងពេកអើយនៅតែរកអាហារមិនបានពួកយើងចិត្តអាចពូស្លាប់ហើយគ្រប់គ្នាត្រៀមឲ្យទៅចូលទេចាពួកអាត្មាមកពីខាងកើតទៅខាងលិចដើម្បីយកគម្ពីរធម៌ពាក់កណ្ដាលផ្លូវអស់អាហារដូច្នេះហើយចង់មកសុំខ្លះឬមួយជាបដិជគុណសានចាងសានចាងនេះជាលោកគ្រូខ្ញុំបដិជគុណថាតអូពិតជាថងសៀនចាងមែនបែបហើយឆាប់ចូលមកក្នុងបោមិនបានឆាត់អាហារប្រហែលថ្ងៃហើយបុកឡើងខៀវហើយនេះបដិជគុណយំខ្ញុំធ្លាប់តែធ្វើម្ហូបថ្វាយព្រះអង្គនេះគឺជាលើកទី1ហើយដែលខ្ញុំបានគេធ្វើម្ហូបឲ្យលោកគ្រូបើលោកគ្រូចង់ឆានថ្ងៃក្រោយចង់កណ្ដាលធ្វើឲ្យលោកគ្រូបដិជគុណសិស្សរបស់លោកពិតជាកតញ្ញូណាស់បដិជគុណអាណាសិស្សបដិជគុណសម្មាសម្ពុទ្ធសង្គ្រាមចេះតែបន្តព្រះពុទ្ធសាសនាចុះអន់ថយបីសាយរីករាលដាលកូនសិស្សរត់អស់ទៅហើយពេលនេះសល់តែអាត្មាម្នាក់គត់នៅចាំមាត់សម្មាសម្ពុទ្ធហើយដូច្នេះឲ្យបានចំពោះអាត្មាទៅយកគម្ពីរធម៌ដើម្បីស្នាព្រះពុទ្ធសាសនាឡើងវិញបើអាត្មាគ្មានជា20ឆ្នាំអាត្មាក៏សុខចិត្តទៅជាមួយនឹងបដិជគុណដែរមិនក៏បដិជគុណមិនក្រុមច្បាប់ជីវរត្រូវហើយឯណាស្បង់ជីវរអាត្មាលោកគ្រូភ្លេចហើយក្រែស្បង់របស់លោកគ្រូត្រូវបីសាយលួចទៅហើយនោះអីត្រូវហើយមើលចោះការចងចាំអាត្មាអន់ណាអាត្មាដែលមានស្បង់ជីវរមួយទៀតអាចប្រកេតបានពិតមែនទេអាត្មាមិនអាចយកបានទៅអាត្មាចាស់ហើយរួមមិនបានប្រមាណទៀតទេទុកក៏ពីប្រយោជន៍ដែរប្រកេតលោកក៏ទុកថាជាទានដែរជួយឲ្យយើងបានជួបនឹងព្រះពុទ្ធជាម្ចាស់ក៏ទុកថាជាកិត្តិយសដែរ